Hello everybody សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងតមេរៀនយើងទៀតគឺ lesson 12មេរៀនទី12 conversation ការសន្ទនាឥឡូវយើងរៀនពាក្យសិនចាំយើងរៀនសន្ទនាពេលតាមក្រោយ birthday នេះថ្ងៃខួបកំណើត birthday special ពិសេស completely ទាំងស្រុងយ៉ាងពេញលេញ throw បោះចោលក្រវែងចោល invite អញ្ជើញ university សាកលវិទ្យាល័យ apartment អានឹងផ្ទះល្វែងស្មើនឹង flat ក៏ផ្ទះល្វែងដែរ downtown កន្លែងលក់ផ្សារធំកដាល outdoor ខាងក្រៅនៅកណ្ដាលវាល indoor ខាងក្នុង reserve កក់ទុករក្សាទុក space កន្លែងឬមួយក៏ទីធ្លា host រៀបចំយកកន្លែងឬមួយក៏កាន់កាប់ mention ស្មើនឹង speak ដែរស្មើនឹង discuss និយាយឬមួយក៏ពោលពិភាក្សា mention ឥឡូវខ្ញុំអានឲ្យស្ដាប់ម្ដងទៀត birthday special completely throw invite university apartment downtown outdoor indoor reserve space host mention អូខេពាក្យយើងមានប៉ុណ្ណឹងឥឡូវយើងអានការសន្ទនាក៏មានពាក្យច្រើនដែរក្នុងតែបងប្អូនចាំកត់ទុកតាមហ្នឹងទៅចាំខ្ញុំបកប្រែឲ្យរវាងសន្ទនារវាង A ហើយនិង B ឥឡូវដំបូងខ្ញុំអានមួយសិនចាំបន្តមកចាំយើងអានហើយបកប្រែអូខេ Hey, do you know that Sarah's birthday is coming up next week? We should definitely do something special for her. Oh, that's right. I completely forgot about it. Do you think we should throw her a surprise party? I think she would absolutely love that. We could invite all of her close friends from work and university. Sounds like a plan. Where do you think we should host it? My apartment is way too small for a big group. We could host it at that nice cafe downtown with the outdoor patio. I can call the owner tomorrow to reserve the space. Perfect. I will take care of ordering the birthday cake and collecting the money from everyone for her gift. Great. Make sure you don't mention anything to her. When you see her tomorrow, it has to be a total secret. Don't worry, my lips are sealed. I won't say a single word. Okay? Now I read again and translate for you all. ឥឡូវខ្ញុំអានម្ដងទៀតហើយបកប្រែឲ្យអ្នកទាំងអស់គ្នាស្ដាប់ Hey, do you know that Sarah's birthday is coming up next week? តើអ្នកដឹងទេថាថ្ងៃខួបកំណើតរបស់សារ៉ានឹងមកដល់នៅសប្តាហ៍ក្រោយនេះហើយ Hey, do you know that Sarah's birthday is coming up next week?
We should definitely do something special for her ពួកយើងពិតជាគួរតែធ្វើអ្វីមួយពិសេសសម្រាប់នាងហើយ Oh that's right I completely forgot about it អូត្រឹមត្រូវហើយខ្ញុំភ្លេចវាឲ្យឈឹងបានន័យថាភ្លេចទាំងស្រុងណាភ្លេចទាំងអស់ Do you think we should throw her a surprise party តើអ្នកយល់ថាពួកយើងគួរតែមានគម្រោងនិងរៀបចំពិធីដ៏គួរឲ្យភ្ញាក់ផ្អើលនេះសម្រាប់នាងឬអាហ្នឹងបានន័យថាយើងមានគម្រោងរៀបចំកម្មវិធីអីមួយឲ្យអ្នកណាម្នាក់យើងប្រើ throw her a surprise party យើងអាចប្រើ make a party បានទេណាកន្លែងហ្នឹងយើងត្រូវចាំវាគឺ throw her a surprise party we cannot say make a party អូខេបានន័យថាយើងរៀបចំកម្មវិធីអីមួយដោយមិនឲ្យម្ចាស់កម្មវិធីនោះដឹងទេយើងរៀបចំស្ងាត់សិន I think she would absolutely love that ខ្ញុំយល់ថានាងនឹងពិតជាចូលចិត្តបានន័យថាយើងពេលដែលយើងរៀបចំកម្មវិធីនោះហើយពេលដែលម្ចាស់កម្មវិធីនឹងដឹងគេនឹងចូលចិត្ត We could invite all of her close friends from work and university ពួកយើងអាចអញ្ជើញមិត្តជិតស្និទ្ធរបស់នាងទាំងអស់ពីកន្លែងការងារហើយនិងសាកលវិទ្យាល័យផងដែរ Sound like a plan Where do you think we should host it អូស្ដាប់ទៅដូចជាមានគម្រោងដ៏ល្អមួយតែអ្នកគិតថាពួកយើងគួរតែរៀបចំធ្វើពិធីហ្នឹងនៅណាអានេះ host រៀបចំបកថារៀបចំឬមកក៏ទីកន្លែងយកកន្លែងណា My apartment is way too small for a big group បានន័យថាផ្ទះល្វែងរបស់ខ្ញុំគឺផ្លូវហ្នឹងគឺតូចណាស់សម្រាប់ក្រុមធំបានន័យថាគ្នាច្រើន big group ដែលមានមនុស្សច្រើនពេកអញ្ចឹងផ្ទះល្វែងរបស់នាងហ្នឹងគឺតូចអញ្ចឹងពិបាក We could host it at that nice cafe downtown with the outdoor patio បានន័យថាពួកយើងអាចរៀបចំធ្វើវានៅកន្លែងលក់កាហ្វេជាមួយនឹងទីធ្លាខាងក្រៅអានេះ outdoor patio នេះគឺទីធ្លា outdoor ខាងក្រៅអាទីធ្លានៅតាមផ្ទះណា I can call the owner tomorrow to reserve the space បានន័យថាខ្ញុំអាចទេទៅម្ចាស់ហាងបាននៅថ្ងៃស្អែកដើម្បីកក់ទីកន្លែងនោះឲ្យហើយ space ទីកន្លែង reserve កក់ Perfect I will take care of ordering the birthday cake and collecting the money from everyone for her gift បានថាអូល្អប្រសើរណាស់ខ្ញុំនឹងត្រៀមកំងនំខេកហើយនឹងប្រមូលលុយពីអ្នកទាំងអស់គ្នាសម្រាប់នឹងកាដូរបស់នាង Great make sure you don't mention anything to her អូអស្ចារ្យណាស់ឲ្យច្បាស់ថាអ្នកនឹងមិននិយាយអ្វីទៅនាងនោះទេ When you see her tomorrow it has to be a total secret
នៅពេលដែលអ្នកបានឃើញនាងនៅថ្ងៃស្អែកវាគឺជាការសម្ងាត់ It has to be a total secret បានន័យថារឿងហ្នឹងរឿងសម្ងាត់យើងអត់ត្រូវប្រាប់ម្ចាស់ហ្នឹងឲ្យដឹងទេណាដល់ B ថា Don't worry my lips are sealed I won't say a single word បានន័យថាកុំបារម្ភអីខ្ញុំសន្យាមិនប្រាប់គេឲ្យដឹងទេខ្ញុំនឹងមិននិយាយពាក្យអីមួយទេនិយាយទៅ my lips are sealed នេះបានន័យថាយើងអត់និយាយទម្លាយរឿងសម្ងាត់ហ្នឹងចេញមកហើយអត់ឲ្យអូខេឥឡូវខ្ញុំអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ម្ដងទៀត Hey do you know that Sarah's birthday is coming up next week We should definitely do something special for her Oh that's right I completely forgot about it Do you think we should throw her a surprise party I think she would absolutely love that. We could invite all of her close friends from work and university. Sound like a plan. Where do you think we should host it? My apartment is way too small for a big group. We could host it at that nice cafe downtown with the outdoor patio. I can call the owner tomorrow to reserve the space. Perfect. I will take care of ordering the birthday cake and collecting money from everyone for her gift. Great. Make sure you don't mention anything to her. When you see her tomorrow, it has to be a total secret. Don't worry, my lips are sealed. I won't say a single word. អូខេឥឡូវការសន្ទនាហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាមានឆ្ងល់នៅចំណុចណាមួយអាច comment សួរនៅវីដេអូខាងក្រោមបានសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយអរគុណច្រើនបាយបាយ